Ok, số stay 4 ចឹង video នេះខ្ញុំសូមណែនាំអំពីរបៀបក្នុងការមើល report ក៏ដូចជាការ download report guest ដែលបាន registration នៅលើ event បបងចឹងបន្ទាប់ពីខាងក្រុមការងារ Bookme Plus បានឲ្យជា link ក៏ដូចជា account ជូនបងហើយបងអាច access ចូលបានចឹងពេលដែលបង access ចូលក្នុងផ្ទាំងនេះបងនឹងឃើញ event របស់បងមានជា event date ហើយនឹង event name របស់បងអូខេអញ្ចឹងកន្លែងនេះបងអាចចុចនៅលើពាក្យ manage event អូខេអញ្ចឹងផ្ទាំងនេះក្នុងនេះគឺជា basic info ដែលជាព័ត៌មានដែលបងខាងបងផ្ដល់ជូនឲ្យខាងក្រុមការងារ Bookme Plus ដើម្បីធ្វើការ set up អញ្ចឹងក្នុងនេះបងអាចចូលមើល event description របស់បងបានហើយបងអាចធ្វើការ edit event តែអញ្ចឹងបងអាច edit ព័ត៌មានបើសិនជាមានកន្លែងណាបងចង់កែបងអាចកែលើនេះបានបាទអូខេអញ្ចឹង event date event ដែល start event បង start ថ្ងៃណាហើយបញ្ចប់ថ្ងៃណាអញ្ចឹងបើសិនជាបងត្រូវការកែបងអាចកែបានអូខេlocation គឺជាទីតាំងនៃ event ដែលនឹងប្រព្រឹត្តទៅនៅទីតាំងមួយណាអញ្ចឹងបងអាច edit បានដូចគ្នាអូខេអញ្ចឹង scroll ចូលមកក្រោមមានជា event logo មាន photo event cover ហើយនិង web event cover នេះជាព័ត៌មានដែលខាងបងផ្ដល់ជូនខាងយើងហើយក្នុងហ្នឹងគេមាន recommend site ផងដែរដើម្បីដាក់ទៅ fit ជាមួយនឹងរូបនៅលើពេលដែលយើង go live ទៅបាទអញ្ចឹង tab ទី2គឺ tab ticket អូខេអញ្ចឹង tab ticket នេះគឺជា ticket ដែលបងធ្វើការដាក់លក់នៅលើ event របស់បងហ្នឹងអញ្ចឹងឧទាហរណ៍ក្នុងហ្នឹងវាមាន ticket បើបងមានច្រើនវានឹង list down នៅលើនឹងច្រើននេះជាព័ត៌មានដែលខាងពួកយើងបាន set up ជូនបងរួចរាល់ហើយអញ្ចឹងក្នុងករណីបងចង់ផ្លាស់ប្ដូរបងចង់កែបងអាចចូលកែក្នុងនេះបានបាទហើយក្នុងនោះបងអាច create ticket ថ្មីបាននេះជា ticket អូខេអញ្ចឹងកន្លែង guest នេះគឺជាកន្លែងដែលសម្រាប់ចំនួនភ្ញៀវដែលគាត់ធ្វើការ booking អញ្ចឹងមានន័យថាដូចឥឡូវនេះសម្រាប់ event មួយនេះគឺមានអ្នក register សរុបចំនួន39នាក់អូខេអញ្ចឹងក្នុងនេះបងអាចមើល detail មួយបានអញ្ចឹងកន្លែងនេះខ្ញុំសូម highlight តិចកន្លែងនេះបងមានឃើញ book setting នេះមានន័យថាបងចង់អាចមើលព័ត៌មានអីខ្លះនៅលើ customer មួយនឹងឧទាហរណ៍ឥឡូវខ្ញុំអត់ចង់មើល gender ខ្ញុំអត់ចង់មើល phone ខ្ញុំអត់ចង់មើលអីគេage ចឹងខ្ញុំអាច tick ប៉ុណ្្នឹងបានខ្ញុំ confirm ចឹងពេលនេះវា customize តាមហ្នឹងតែបើក្នុងករណីបងចង់មើលទាំងអស់បងអាច tick មួយក៏បានឬក៏បងអាច select all ក៏បានបាទចឹងវានឹង show តាម row មួយហ្នឹងគឺគ្រប់ section ទាំងអស់ដែលបង tick មិញហ្នឹងបាទចឹងកន្លែងហ្នឹងផងដែរបងអាច download guest report បានអូខេជា file Excel អូខេអញ្ចឹង section បន្ទាប់ខ្ញុំចង់បង្ហាញពី report អូខេអញ្ចឹងកន្លែង report នេះបងអូខេ report នេះបងអាចចុច view បងអាចចុចទាញ report ពីក្នុង report នេះបានដូចគ្នាអូខេនេះបាទអូខេអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន